เนี่ยบองប្អូនរបៀបលើកចង្កេះសពុតឲ្យរួមជើងស្អាតអញ្ចឹងណាបងប្អូនមើលខ្ញុំនឹងបង្ហាញបងប្អូនឲ្យលើកចង្កេះបែបហ្នឹងឲ្យរួមជើងឲ្យមានភ្លីស្អាតបែបហ្នឹងអញ្ចឹងបងប្អូនជួយ follow page និងជួយ share ម្នាក់មួយផងណាឥឡូវបងប្អូនចាប់ផ្ដើមមើលខ្ញុំបង្ហាញរបៀបលើកចង្កេះសពុតអរគុណច្រើនបងប្អូនមកបងប្អូនដល់វគ្គលើកចង្កេះសពុតទៀតដល់វគ្គលើកទៀតណាមើលខ្ញុំគ្រប់វីដេអូអ្នកនឹងចេះហើយមុនដំបូងដូចខ្ញុំប្រាប់ដដែលអញ្ចឹងនេះចូល4ទៅ5លេខកន្លែងហ្នឹងតែសពុតនេះខ្ញុំចូលតែ4ទេដើម្បីឲ្យបានទាំងបត់ហ្នឹងមកដល់ខាងទេសពុតញែកទៅចាញ់ភ្លីស្អាតអញ្ចឹងខ្ញុំចាប់នេះភ្នែកសងខាងភ្នែកតាគៀកន្លែងជីបហ្នឹងណាចាប់អញ្ចឹងខាងហ្នឹងអញ្ចឹងមកខ្ញុំអត់ចេះខ្ទាស់អីដូចគេអញ្ចេះភាសាឲ្យបានដាក់មកទេខ្ញុំចាប់តែប៉ុណ្្នឹងមកអាហ្នឹងក្បួនរបស់ខ្ញុំគឺលឿននេះយើងធ្វើអញ្ចឹងមកហើយកាន់ភ្នែកទាំងពីរខាងក្នុងហ្នឹងហើយដៃយើងខាងនេះយើងចាប់កាន់ខាងក្នុងនេះនេះខាងក្រៅខាងក្រោមហើយយើងទាញមកទាញរួមជើងចឹងមកចាបន្ទាប់មកចាំយើងមកសម្រួលខាងនេះវិញនេះយើងទាញបានរួមជើងចឹងហើយយើងមកសម្រួលខាងនេះចឹងកន្លែងនេះដើម្បីឲ្យរួមជើងស្អាតហើយអត់ពិបាកដែរបងប្អូនចូលទៅមើលរូបថតខ្ញុំលើក7លេខចឹងនេះហើយសពុតហ្នឹងចេញមកជ្រួញស្អាតបងឃើញខ្ញុំស្លៀកអត់នេះលើកខាងក្នុងនេះ7លេខមកនេះចឹងណាហើយកន្លែងនេះកន្លែងបត់នេះដាក់ឲ្យចំកន្លែង4លេខពីចំហៀងដែលខ្ញុំគូដើម្បីយើងបត់ចំហ្នឹងឥឡូវយើងខ្ទាស់សិនខ្ទាស់សិនចាបន្ទាប់មកនេះនេះឲ្យតែយើងតម្លាក់មកចេញមកសពុតហ្នឹងចេញមកជ្រួញមានភ្លីហើយស្លៀកសពុតមានភ្លីស្លៀកទៅស្អាតឃើញរៀងយើងស្អាតនេះលើកដូចខ្ញុំចឹងមកកន្លែងនេះឡើង5លេខនេះដល់ពេលញែកមកឃើញទេបងប្អូនពេលយើងស្លៀកមកគឺឡើងជ្រួញស្អាតតែម្ដងឃើញទេនេះតែប៉ុណ្ណេះគ្រាន់ខ្ញុំទាញមកចេះមកនេះឃើញទេស្អាតណារួមជើងស្អាតហ្មងនេះហើយយើងត្រឡប់មកខាងនេះមកយើងត្រឡប់មកខាងនេះចេះមកនេះហើយឃើញដកតាគៀកស្អាតអត់យើងប្រៀបឲ្យស្មើចេះហើយចុះ2លេខចំពាក់កណ្ដាលណានេះហើយយើងគូឲ្យកោងពីចំហៀងមកឲ្យកោងមកដល់កន្លែង2លេខហ្នឹងមកឲ្យបានផ្ទះមកពីចំហៀង1លេខអីទៅនេះហើយបើយើងចុះមកកោងចំមកកន្លែង2លេខហ្នឹងណាហើយបន្ទាប់មកយើងផ្ដាំខាងក្នុងមកយើងផ្ដាំភ្នែកហ្នឹងដើម្បីពេលដែលយើងដេរគឺយើងដេរតាមគំនូតដែលគូហ្នឹងណាពេលដែលយើងដេរគឺដេរតាមគំនូតយើងគូហ្នឹងឆ្ងាយពេកបងប្អូនមើលច្បាស់អត់ហើយយើងជាមកຕົកប្រហែលជា1លេខកន្លះដើម្បីទៅកាត់ចង្កេះកោងចាំខ្ញុំបរៀនចង្កេះកោងមួយទៀតអរគុណបងប្អូន